ពេលខ្ញុំគេងនៅលើសាឡុងប្តីខ្ញុំក៏បានទទួលទូរស័ព្ទពីក្រុមហ៊ុនរបស់គាត់គាត់ក៏ចេញពីផ្ទះរួចមួយស្របក់ក្រោយគាត់ក៏មកវិញរួចដាក់ទឹកមួយកែវថ្មីឲ្យខ្ញុំព្រោះដោយសារគាត់បានយកទឹករបស់ខ្ញុំផឹកបាត់អស់ទៅហើយពួកយើងបានរៀបការជាមួយគ្នា7ឆ្នាំហើយបើអ្នកទាំងអស់គ្នាសួរខ្ញុំថាតើសុភមង្គលជាអ្វីខ្ញុំនឹងឆ្លើយថាទឹកមួយកែវ